ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារត្រូវបានអនុម័តដោយរដ្ឋសភានៃរដ្ឋកម្ពុជានៅថ្ងៃទី17ខែកក្កដាឆ្នាំ1989នាសម័យប្រជុំសាមញ្ញលើកទី17នីតិកាលទី1ដែលនៃខ្លឹមសារដូចតទៅជំពូកទី1បទបញ្ញត្តិទូទៅមាត្រា1ច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារដោយផ្អែកលើមាត្រា7និងមាត្រា8នៃរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាមានគោលដៅដាក់បទបញ្ជានិងការពារការរៀបអាពាហ៍ពិពាហ៍និងជីវភាពគ្រួសារធានាសមភាពរវាងសហព័ន្ធក្នុងអាពាហ៍ពិពាហ៍និងគ្រួសារពង្រឹងការទទួលខុសត្រូវរបស់ឪពុកម្ដាយក្នុងការចិញ្ចឹមថែរក្សាកូននិងជំរុញការបណ្ដុះបណ្ដាលសីលធម៌និងការអប់រំកូនដើម្បីឲ្យទៅជាពលរដ្ឋល្អមានមនសិការស្នេហាជាតិស្រឡាញ់ការងារមានសម្បញ្ញៈទទួលខុសត្រូវចំពោះសង្គមមាត្រា2ហាមឃាត់ដាច់ខាតនៅអាពាហ៍ពិពាហ៍ដែលគូស្រករនៅក្មេងពេកអាពាហ៍ពិពាហ៍ដោយបង្ខិតបង្ខំអំពើដែលមានឧបសគ្គដល់សេរីភាពនៃអាពាហ៍ពិពាហ៍